ថៃមានគម្រោងបញ្ជូនឯកអគ្គរដ្ឋទូតខ្លួនមកកាន់តំណែងវិញនៅកម្ពុជាក្នុងពេលឆាប់ៗនេះដកទូតចេញមុនដោយខ្លួនឯងឥឡូវនេះសុកក៏នឹកឃើញចង់បញ្ជូនមកវិញដោយខ្លួនឯងយោងតាមពាក្យសម្ដីរបស់រដ្ឋមន្ត្រីការបរទេសថៃនៅល្ងាចថ្ងៃប្រហ័សបានឲ្យដឹងថាឆាប់ខាងមុខនេះប្រទេសថៃនឹងពិភាក្សាលើការបញ្ជូនទូតត្រឡប់មកកាន់តំណែងនៅឯស្ថានទូតថៃនៅកម្ពុជាវិញដើម្បីកសាងទំនុកចិត្តរវាងកម្ពុជានិងថៃឡើងវិញនៅក្នុងនាមជាអ្នកជិតខាងល្អយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានថៃនៅថ្ងៃសុក្រទី8ខែឧសភាឆ្នាំ2026លោកស៊ីហាសៈភួងកែតកែវឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសថៃបានធ្វើសេចក្តីថ្លែងការណ៍ជាពិសេសថាពាក់ព័ន្ធនឹងបញ្ហាព្រំដែនគោកនៃកិច្ចប្រជុំ JBC ជាមួយនឹងកម្ពុជាប្រទេសថៃមិនបានកិច្ចវេះចេញពីកិច្ចប្រជុំនោះទេប៉ុន្តែថៃត្រូវការពេលវេលាដើម្បីត្រៀមលក្ខណៈប្រជុំជាមុនសិនតែប៉ុណ្ណោះរាយការណ៍ព័ត៌មានដោយខ្ញុំទីប្រឹក្សាព្រះអិន